បាទសួស្តីទាំងអស់គ្នាអញ្ចឹងជាបន្តទៀតគឺយើងចូលទៅដល់រូបមន្ត count A បាទអញ្ចឹងលើកមុនយើងសិក្សាអំពី count បាទ count ដែលយើងរាប់ចំនួនលេខអញ្ចឹងយើងសិក្សាអំពីរូបមន្ត count A តើ count A គឺយើងប្រើវាសម្រាប់ធ្វើអី count A ហ្នឹងគឺយើងប្រើវាសម្រាប់រាប់លេខនិងអក្សរបាទអញ្ចឹងវាខុសពីរូបមន្ត count រាប់បានតែលេខចំណែកឯ count A នេះគឺយើងរាប់ទាំងលេខរាប់ទាំងអក្សរអញ្ចឹងឧបមាថាខ្ញុំចង់រាប់ចំនួនបុគ្គលិកនៅកន្លែងនេះបាទអញ្ចឹងបាទដើម្បីរាប់ឲ្យឃើញចំនួនគឺយើងប្រើប្រាស់រូបមន្តស្មើ count A ចុចលើ count A បាទហើយបើកវងកញ្ចក់បន្តទៀតបាទបន្តទៀតយើងធ្វើការ select តន័យទាំងអស់ដូចគ្នាបាទ select លើតន័យទាំងអស់ដូចគ្នាបាទអញ្ចឹងយើង select មកបាទបន្ទាប់មកយើង enter ក៏យើងបិទវងកញ្ចក់មក enter មកក៏បានដែរហើយចុច enter គឺយើងទទួលបានលទ្ធផលឃើញ68អញ្ចឹងយើងអាចរាប់សាកមើលបានថាតើវាឃើញ68អត់បាទអញ្ចឹងនៅក្នុងតន័យរបស់យើងគឺមាន70ប៉ុន្តែវាឃើញបាទ68ដោយសារតែយើងមានកន្លះទទេ2បាទយើងមានកន្លះទទេ2អញ្ចឹងនៅពេលដែលវារាប់វារាប់ឃើញតែចំនួន68ទេបាទអញ្ចឹងតើតើនៅរូបមន្ត count A គឺមានតែប៉ុណ្្នឹងបាទសូមអរគុណ